សួរនឹងខ្ញុំឈ្មោះរឹមស៊ីណានថ្ងៃនេះខ្ញុំត្រូវបង្ហាញអំពីរឿងចាប់សុវត្ថិភាពដើម្បីរក្សាសុវត្ថិភាពកុមារអំពីបញ្ហាចំណុចគឺទី1តើតើទៅនឹងរាងកាយខ្ញុំរាងកាយគាត់មានអ្វីខ្លះហើយកន្លែងណាដែលជាកន្លែងឯកជននិងកន្លែងណាជាកន្លែងសាធារណៈតែការប៉ះពាល់ណាដែលសមរម្យហើយការប៉ះពាល់ណាដែលមិនសមរម្យក៏ដូចជាការប៉ះពាល់ណាដែលយើងអនុញ្ញាតឲ្យគេប៉ះពាល់និងការប៉ះពាល់ណាមួយដែលយើងមិនអនុញ្ញាតឲ្យគេប៉ះពាល់នៅចំណុចទី3គឺទេទៅប្រាប់តើតើនៅពាក្យថាទេគឺដូចជានៅពេលមួយដែលមានគេមកប៉ះពាល់លើរាងកាយរបស់យើងចំពោះពាក្យថាប្រាប់នេះគឺមានន័យថាយើងអាចទៅប្រាប់មនុស្សពេញវ័យណាមួយដែលយើងអាចទុកចិត្តបានអំពីការបំពេញរបស់អ្នកម្នាក់នោះមកលើខ្លួនរបស់យើងចំពោះមួយចំណុចទៀតគឺមនុស្សពេញវ័យដែលយើងអាចទុកចិត្តបានមនុស្សពេញវ័យដែលកុមារអាចទុកចិត្តបានរឿងសម្ងាត់រីករាយនិងរឿងសម្ងាត់ដែលមិនរីករាយចំពោះចំណុចនេះយើងបង្រៀនកុមារដើម្បីឲ្យគាត់ស្គាល់ថាតើរឿងសម្ងាត់មួយណាដែលធ្វើឲ្យគាត់រីករាយហើយគួរតែស្គាល់វាចំណែករឿងសម្ងាត់ដែលមិនរីករាយគឺជារឿងសម្ងាត់មួយដែលយើងមិនគួរលាក់បាំងយើងគួរតែប្រាប់ទៅកាន់អាណាព្យាបាលឬមួយក៏បង្រៀនកុមារគាត់ដឹងថារឿងអីដែលធ្វើឲ្យគាត់មិនរីករាយហើយរឿងអីដែលធ្វើឲ្យគាត់រីករាយ